យើងគួរតែទម្លាក់លេខទូរស័ព្ទនៅក្នុង comment ដែរឬក៏អត់ជាពិសេសប្រព័ន្ធ social media ខ្ញុំឃើញតែបងប្អូនគាត់ទម្លាក់លេខទូរស័ព្ទនៅក្នុង comment page របស់ខ្ញុំឬក៏ TikTok របស់ខ្ញុំអញ្ចឹងទៅបងប្អូនការទម្លាក់លេខទូរស័ព្ទនឹងវាមានគុណសម្បត្តិនិងគុណវិបត្តិទី1គឺងាយឲ្យម្ចាស់ page ម្ចាស់ TikTok នឹងតាក់ទងទៅយើងប៉ុន្តែស្របទៅនឹងការតាក់ទងទៅយើងដោយយើងមិនបាច់តាក់ទងទៅគាត់ក៏វាមានគុណវិបត្តិមួយដែរគុណវិបត្តិបើសិនជាអ្នកដែលម្ចាស់នឹងគឺអត់តាក់ទងទៅយើងវាមានជនឆបោកអាចតាក់ទងទៅយើងជនឆបោកអាចតាក់ទងទៅយើងនៅក្នុងរូបភាពផ្សេងតាមខ្លះគេតាក់ទងលក្ខណៈជាលក់ទំនិញឲ្យយើងគេមានបោកគេឆ្លាតណាបងប្អូនតាមខ្លះទៀតគេតាក់ទងតាមលក្ខណៈគេឆែកមើលប្រព័ន្ធធនាគាររបស់យើងមានប្រើលេខទូរស័ព្ទនឹងក៏អត់អញ្ចឹងគេនឹងដើរទូទៅជាប្រព័ន្ធធនាគារដោយយើងតែមានឃើញគេចាប់បានជនឆបោកខាងផ្នែកដែលគាត់ធ្វើការជាអ្នកខាងផ្នែកអេស៊ីលីដាណោះអញ្ចឹងមិនបងប្អូនមិនគួរទម្លាក់លេខទូរស័ព្ទទេ